Ok, số sấy bóng ôn nèចូលរួមនៅក្នុងសមាគម MMM Cambodia Community ទាំងអស់បាទនេះគឺជារបៀបនៅក្នុងការដែលយើងចុះឈ្មោះជាអ្នកចូលរួមនៅក្នុងសមាគមបាទជាបឋមបងប្អូនចូលទៅកាន់ browser ហើយវាពាក្យថាPhilippines បាទ tre1m3dong.net បាទនេះគឺជា website របស់ MMM Philippines បាទក៏ជាស្ថាប័នមួយរបស់ MM Global ដែរបាទអញ្ចឹងបន្តមកទៀតគឺបងប្អូនចូលមកកាន់ពាក្យថា registration បាទចុចទៅលើពាក្យហ្នឹងមកអូខេហើយត្រង់កន្លែង name នេះបងប្អូនបំពេញឈ្មោះឬមកក៏ nickname ក៏បានបាទអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់បងប្អូនបាទអញ្ចឹងនេះខ្ញុំដាក់ឈ្មោះមួយបាទ Kevin អញ្ចឹងទៅបាទត្រង់កន្លែង email គឺយើងបំពេញ email របស់យើងផ្ទាល់បាទអញ្ចឹង email ខ្ញុំដាក់អូខេ Kevin ចុចបាទខ្ញុំ recommend បងប្អូនប្រើប្រាស់ Gmail អបាទអូខេចាំបន្តមកទៀតគឺលេខទូរស័ព្ទបងប្អូនកុំភ្លេចលេខទូរស័ព្ទគឺដាក់សញ្ញាលេខបូកនៅខាងមុខបាទហើយមានលេខ8លេខកូដប្រទេសយើងគឺ855ហើយនឹងលេខទូរស័ព្ទយើងផ្ទាល់គឺអត់មានលេខ0ទេបាទអូខេនេះខ្ញុំចេះដាក់ទៅបងប្អូនប្រើប្រាស់ព័ត៌មានរបស់បងប្អូនពិតប្រកបបាទអត់คล้ายទេព្រោះMMM ពីលីពីននេះគឺជាកម្មវិធីសប្បុរសធម៌ពិតប្រាកដមិនមែនជា money game បាទអញ្ចឹងយើងអាចជួយគ្នាទៅវិញទៅមកនៅក្នុងសមាគមដើម្បីfinancial freedom របស់គ្នាបាទកំណត់សំខាន់នៅត្រង់កន្លែងនេះបងប្អូនត្រូវមានអ្នក invite ម្នាក់បាទអញ្ចឹងអ្នក invite បងប្អូនត្រូវមានអ្នកណែនាំដើម្បីអាចចូលមកកាន់ជាអ្នកចូលរួមនៅក្នុងសមាគមបានអញ្ចឹងនេះគឺ invite របស់ខ្ញុំគឺ nickname របស់ខ្ញុំគឺគេសច្ចៈអូខេអញ្ចឹងបងប្អូនអត់មានអ្នកណែនាំបងប្អូនអាចដាក់ពាក្យហ្នឹងអូខេឬមួយក៏វាអាចជា email បាទនេះគឺជា email របស់ដៃគូរបស់ខ្ញុំបាទអូខេអញ្ចឹងគាត់គឺជាអ្នកណែនាំលោក Kevin អូខេចាំបន្តមកទៀតគឺយើងអត់មានពេញអីទៀតទេយើងគ្រាន់តែគ្រីសនៅត្រង់កន្លែង I am not a robot បាទយើងគ្រីសមកអូខេឃើញចេញសញ្ញា tick បាទជួនកាលទៅវាឲ្យយើងជ្រើសរើសជារូបភាពបាទតែនេះវាឲ្យយើងជ្រើសរើសរូបភាពហើយបន្តមកទៀតគឺបងប្អូនអាចរៀប warming បាទហើយឬក៏យើងចុច tick តែម្ដងចាំមើលក្រោយអូខេយើងចុចពាក្យថា register in the MMM អូខេយើងចុច click ទៅពាក្យថា register wow អូខេ success welcome to MMM បាទអញ្ចឹងបងប្អូនអាចទៅ check មើលទៅលើ email បាទបងប្អូនទៅ log in email របស់បងប្អូនដែល register មិញនេះគឺ click ទៅលើ email ថ្មីដែលគេផ្ញើមកចូល inbox ហ្នឹងទៅហើយចុចទៅលើពាក្យថា recovery password បន្តមកទៀតគឺបងប្អូននឹងឃើញផ្ទាំងមួយឃើញ page មួយដែលឲ្យយើងបំពេញ password ដើម្បី log in ចូលទៅក្នុង MMM Office បាទបងប្អូនបំពេញហើយបងប្អូន confirm ម្ដងទៀតមានន័យថាយើងវាយ password ឲ្យដូចគ្នា2ដងហើយយើងចុច change password ចឹងបន្តមកទៀតគឺវានឹង load ចូលផ្ទាំងមួយទៀតបាទហើយចឹងបងប្អូនវាយ email របស់បងប្អូនបាទអាស័យដ្ឋាន email របស់បងប្អូនចុះក្នុង MMM ហ្នឹងហើយនឹងវាយ password អំបញ្ញមិញដែលបងប្អូនបានបង្កើតបាទហើយបងប្អូនចុច log in ហ្នឹងគឺចូល office របស់ MM ជាការស្រេចបាទអញ្ចឹងសូមអរគុណច្រើនដែលបានតាមដានទស្សនានៅវីដេអូមួយនេះហើយជួបគ្នានៅវីដេអូក្រោយ